ថ្ងៃនេះផងដែរខ្ញុំមកបង្ហាញពីរបៀបធ្វើជ្រក់ត្រសក់ដ៏ងាយស្រួលដំបូងបងប្អូនត្រូវកូរស្ករត្នោតដាក់ប្រហែល1ស្លាបព្រាបាយហើយដាក់ភ្លើងល្មមបានហើយថ្ងៃនេះដែរស្ករត្នោតរបស់ខ្ញុំគឺជាស្ករផែនដូច្នេះហើយរៀងពិបាកបន្តិចប៉ុន្តែបងប្អូនអាចកូរចុះកូរឡើងវានឹងរលាយដោយឯងបងប្អូនអាចកូរឲ្យឡើងជើងក្រងបន្តិចទៅមុននេះបន្តិចគឺខ្ញុំចង់ប្រាប់ថាត្រសក់និងម្ទេសនិងខ្ទឹមមើមខ្ទឹមរបស់ខ្ញុំគឺបានលាងឲ្យស្រស់ទឹកស្អាតរួចទៅហើយដូច្នេះហើយខ្ញុំបានថតតែរូបភាពតែបន្តិចតែប៉ុណ្ណោះហើយក៏ចូលមករបៀបកូរស្ករតែម្ដងបងប្អូនអាចកូរស្កររួចហើយនៅពេលដែលឡើងជើងក្រងបងប្អូនចាក់ទឹកចូលតែម្ដងទៅបន្ទាប់មកបងប្អូនអាចកូរស្ករនោះឲ្យរលាយបន្តិចជាមួយនឹងទឹករួចហើយបងប្អូនត្រូវដាក់អំបិល1ស្លាបព្រាបាយនិងប៊ីចេង1ចុងស្លាបព្រាបាយបងប្អូនអាចកូរអំបិលនិងស្ករឲ្យរលាយបន្តិចទៅបន្ទាប់មកបងប្អូនទុកឲ្យទឹកនោះបានពុះនេះគឺជាក្រឡថ្មដែលខ្ញុំត្រូវជូតស្អាតរៀងជូតស្អាតហើយខ្ញុំត្រូវដាក់ត្រសក់និងម្ទេសនិងខ្ទឹមចូលដើម្បីរងចាំឲ្យទឹកយើងបានពុះល្អបន្ទាប់មកទឹកនោះក៏ត្រូវទុកឲ្យឡើងអ៊ុនៗដែរហើយនេះគឺជាទឹកដែលខ្ញុំបានដាំពុះរួចហើយយើងបិទភ្លើងទុកមួយសន្ទុះនៅពេលដែលឡើងអ៊ុនបងប្អូនអាចចាក់ទឹកនោះចូលក្នុងត្រសក់យើងបានហើយបងប្អូនអាចផ្អាប់ទុកនៅចង្ក្រានបាយកុំយកដាក់ក្នុងទូទឹកកកណាគឺដាក់នៅចង្ក្រានបាយធម្មតារយៈពេល1ថ្ងៃកន្លះឬ2ថ្ងៃបងប្អូនអាចយកមកញ៉ាំបានហើយនេះគឺជាលទ្ធផលដែលខ្ញុំបានធ្វើរួចចាសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់សូមជួយចុច Subscribe ម្នាក់មួយផងបងប្អូនសូមអរគុណ